រដ្ឋមន្ត្រីក្រសួងការពារជាតិលោកទាសីហាបានរៀបចំបង្កើតក្រុមប្រឹក្សាវិន័យដើម្បីធ្វើការពិនិត្យនិងវាយតម្លៃដាក់ទណ្ឌកម្មឲ្យស្របទៅនឹងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយុទ្ធពលខេមរៈភូមិន្ទដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់ក្រសួងការពារជាតិនិងកងយុទ្ធពលខេមរៈភូមិន្ទនៅថ្ងៃទី1ខែមេសាឆ្នាំ2025ក្រសួងការពារជាតិបានចេញសេចក្តីប្រកាសព័ត៌មានថាកាលពីពេលថ្មីនេះនៅក្នុងបណ្ដាញសង្គម TikTok មានការបង្ហោះនៅវីដេអូមួយចំនួនរបស់បុគ្គលឈ្មោះឈីវមនីមានធរណថ្នាក់ស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រីតួនាទីជានាយករងនៃនាយកដ្ឋានបច្ចេកទេសកងទ័ពជើងអាកាសអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិដែលបានបង្ហោះនៅរូបភាពនិងអាកប្បកិរិយាមិនសមរម្យក្នុងនាមជាយោធិនបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសសេចក្តីថ្លៃថ្នូរនិងឧត្តមភាពរបស់ក្រសួងការពារជាតិនិងកងយុទ្ធពលខេមរៈភូមិន្ទទាំងមូលដើម្បីធានាការអនុវត្តឲ្យបានម៉ឺងម៉ាត់នៅបទវិន័យក៏ដូចជាការរក្សាឲ្យបាននៅក្រមសីលធម៌វិជ្ជាជីវៈរបស់កងទ័ពឯកឧត្តមនៃឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិបានសម្រេចចាត់តាំងឲ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យក្នុងគោលបំណងធ្វើការពិនិត្យនិងវាយតម្លៃរាល់ទង្វើទាំងឡាយណាដែលបុគ្គលខាងលើនេះបានប្រព្រឹត្តខុសឆ្គងដើម្បីដាក់ទណ្ឌកម្មឲ្យស្របទៅនឹងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយុទ្ធពលខេមរៈភូមិន្ទ